ផ្សារដោះដូររដូវក្តៅសម្រាប់ក្រុមបិសាចក្រហម Manchester United នៅដើមរដូវកាលឆ្នាំ2025និង2026នេះកីឡាករនាំចូលរួមមាន Matheus Cunha តែងមកពីក្លឹប Wolverhampton Wanderers ក្នុងតម្លៃ 62.5 លានផោន Diego Leon តែងមកពីក្លឹប Cerro Porteño នៅក្នុងតម្លៃ 6 លានផោន Brian Mbeumo តែងមកពីក្លឹប Brentford នៅក្នុងតម្លៃ 71 លានផោន Benjamin Sesko តែងមកពីក្លឹប RB Leipzig ក្នុងតម្លៃ 73.7 លានផោនអ្នកចាំទីដៃថ្មី Sine Lammens តែងមកពីក្លឹប Royal Antwerp នៅក្នុងតម្លៃ 18.2 លានផោនចំពោះកីឡាករដែលចាក់ចេញវិញរួមមាន Alejandro Garnacho លក់ទៅឲ្យ Chelsea នៅក្នុងតម្លៃ 40 លានផោនបូក 10% sell on clause បានន័យថាទៅថ្ងៃមុខបើ Chelsea លក់យុវជនអាសង់ទីនរូបនេះទៅឲ្យក្លឹបណាមួយនោះពួកគេត្រូវបង់ 10% នៃតម្លៃផ្ដាច់កិច្ចសន្យាមកឲ្យ Manchester United Anthony លក់ផ្ដាច់ទៅឲ្យក្លឹប Real Betis នៅក្នុងតម្លៃ 19 លានផោនបូកតម្លៃបន្ថែម 2 លានផោននិង 50% sell on clause ពលក្រុមបិសាចក្រហមនឹងទទួលបានចំណែកពាក់កណ្ដាលនៃថ្លៃផ្ដាច់កិច្ចសន្យារបស់ Anthony ប្រសិនបើក្លឹប Real Betis លក់គេចេញនៅថ្ងៃអនាគតចំណែកឯកីឡាករ Rasmus Højlund ត្រូវបានក្លឹប Manchester United ឲ្យទៅក្លឹប Napoli ខ្ចីជើងជាមួយជម្រើសទិញផ្ដាច់ចំនួន 43 លានផោនក្រៅពីនេះគឺសុទ្ធតែជាកីឡាករដែលក្លឹបឲ្យខ្ចីជើងនិងអនុញ្ញាតឲ្យចាក់ចេញដោយគ្មានតម្លៃផ្ទេររួមមាន Marcus Rashford ឲ្យ Barcelona ខ្ចីជើង Jadon Sancho ឲ្យ Aston Villa ខ្ចីជើង Harry Amaz ឲ្យ Sheffield Wednesday ខ្ចីជើង Toby Collier ឲ្យក្លឹប West Bromwich Albion ខ្ចីជើងខណៈ Victor Lindelof និង Christian Eriksen ចាក់ចេញដោយគ្មានតម្លៃផ្ទេរដោយ Lindelof ទៅចូលរួមជាមួយនឹងក្លឹប Aston Villa ហើយ Eriksen ទៅចូលរួមជាមួយនឹងក្លឹប VfL Wolfsburg និងចុងក្រោយគឺ Johnny Evans ប្រកាសចូលនិវត្តន៍នៅនឹងក្លឹប Manchester United តែម្ដង Ballon d'Or បង្កើតឡើងដំបូងនៅក្នុងឆ្នាំ1956ដោយទស្សនាវដ្តីបារាំងហើយគិតមកទល់នឹងឆ្នាំ2025នេះវាមានរយៈពេល69ឆ្នាំហើយខណៈមានកីឡាករចំនួន47នាក់ដែលធ្លាប់ឈ្នះពានឯកតេយ្យជនមួយនេះយ៉ាងណាមិញនៅក្នុងប្រវត្តិសាស្ត្រមានកីឡាករត្រឹមតែ11នាក់ប៉ុណ្ណោះដែលធ្លាប់ឈ្នះបាល់មាសនេះហើយនឹងឈ្នះ FIFA World Cup ខណៈអ្នកទាំង11នាក់នោះរួមមានទី1 Ousmane Dembélé ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះគឺជាម្ចាស់ Ballon d'Or ឆ្នាំ2025នេះហើយគេធ្លាប់ឈ្នះ FIFA World Cup ឆ្នាំ2018ជាមួយនឹងក្រុមមាន់គោកនៅប្រទេសរុស្ស៊ីទី2 Lionel Messi God អាសង់ទីនរូបនេះគឺជាម្ចាស់បាល់មាសច្រើនជាងគេរហូតដល់ទៅ8សម័យហើយគេក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាសង់ទីនឈ្នះជើងឯក FIFA World Cup ឆ្នាំ2022នៅប្រទេសកាតាផងដែរទី3 Ronaldinho អតីតខ្សែបម្រើប្រេស៊ីលរូបនេះធ្លាប់ឈ្នះ Ballon d'Or កាលពីឆ្នាំ2005ពេលលេងឲ្យក្លឹប FC Barcelona និងឈ្នះ FIFA World Cup ឆ្នាំ2002នៅពេលដែលប្រទេសជប៉ុននិងកូរ៉េខាងត្បូងធ្វើសហម្ចាស់ផ្ទះទី4 Ricardo Kaká បុរសសង្ហាម្នាក់នេះធ្លាប់ឈ្នះ Ballon d'Or កាលពីឆ្នាំ2007ពេលគេលេងឲ្យក្លឹប AC Milan ហើយគេក៏ស្ថិតនៅក្នុងសមាជិកក្រុម Samba ប្រេស៊ីលដែលឈ្នះ FIFA World Cup ឆ្នាំ2002ជាមួយនឹង Ronaldinho ផងដែរទី5 Rivaldo ឈ្នះ Ballon d'Or មួយលើកនៅឆ្នាំ1999ពេលលេងឲ្យក្រុម FC Barcelona ហើយប្រហែលជា3ឆ្នាំក្រោយមកពលគឺនៅឆ្នាំ2002លោកបានជួយក្រុមជម្រើសជាតិប្រេស៊ីលឈ្នះជើងឯកពិភពលោកជាលើកទី5ទី6 Ronaldo Nazario នរណាមិនល្បី Ronaldo ប្រេស៊ីលពិសេសម៉ូតសក់ដ៏លយរបស់គាត់កាលពី FIFA World Cup ឆ្នាំ2002នោះអណាញធ្លាប់ឈ្នះ Ballon d'Or ចំនួន2លើកគឺនៅឆ្នាំ1997ជាមួយនឹងក្លឹប Inter Milan និងលើកទី2គឺនៅឆ្នាំ2002ជាមួយនឹងក្លឹប Real Madrid ខណៈនៅឆ្នាំ2002នោះលោកបានជួយក្រុមជម្រើសជាតិប្រេស៊ីលឈ្នះជើងឯកពិភពលោកផងដែរហើយថែមទាំងជាអ្នកទាត់បញ្ចូលទីអាល្លឺម៉ង់ពីរគ្រាប់ម្នាក់ឯងនៅវគ្គផ្ដាច់ព្រាត់ទៀតផងទី7 Zinedine Zidane អតីតខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិបារាំងរូបនេះឈ្នះ Ballon d'Or នៅឆ្នាំ1998ក្រោយជួយបារាំងឈ្នះជើងឯក FIFA World Cup ឆ្នាំ1998ក្នុងនាមជាម្ចាស់ផ្ទះហើយលោកថែមទាំងជាអ្នកបំផោងសំណាញ់ទីប្រេស៊ីលពីរគ្រាប់ម្នាក់ឯងនៅវគ្គផ្ដាច់ព្រាត់កណ្ដាលទីក្រុងប៉ារីសក្នុងជំនួបដែលបារាំងយកឈ្នះប្រេស៊ីល 3-0 នាថ្ងៃនោះផងដែរទី8 Sir Bobby Charlton លោក Sir Bobby Charlton ឈ្នះ Ballon d'Or និង World Cup នៅក្នុងឆ្នាំ1966
ទោះបីជាលោកមិនបានទាត់បញ្ចូលទីអាល្លឺម៉ង់ខាងលិចនៅវគ្គប្រាច់ព្រាត់ប៉ុន្តែលោកបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយក្រុមជម្រើសជាតិអង់គ្លេសឡើងមកដល់វគ្គប្រាច់ព្រាត់ដោយលោកបានទាត់បញ្ចូលទីប៉ូទុយហ្គាល់2គ្រាប់នៅវគ្គពាក់កណ្ដាលប្រាច់ព្រាត់បើកផ្លូវឲ្យក្រុមតោសឡើងមកដណ្ដើមពាននៅវគ្គប្រាច់ព្រាត់នេះតែម្ដងទី9 Paolo Rossi លោក Paolo Rossi ឈ្នះ Ballon d'Or នៅឆ្នាំ1982បន្ទាប់ពីជួយក្រុមជម្រើសជាតិអ៊ីតាលីឈ្នះជើងឯក FIFA World Cup នៅឆ្នាំដដែលនោះហើយលោកថែមទាំងជាប់ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំ Tournament ផងដែរទី10 Gerd Müller ឪពុករបស់កីឡាករ Thomas Müller រូបនេះធ្លាប់ឈ្នះ Ballon d'Or នៅឆ្នាំ1970ត្បិតមិនអាចជួយក្រុមជម្រើសជាតិអាល្លឺម៉ង់ខាងលិចឈ្នះ World Cup ឆ្នាំ1970ប៉ុន្តែលោក Gerd Müller ជាប់ជា Top Scorer ប្រចាំ Tournament ដែលរកបានរហូតដល់ទៅ10គ្រាប់ឯណោះខណៈនៅ Bundesliga រដូវកាលនោះលោករកបាន38គ្រាប់ពីការបង្ហាញខ្លួនបាន34ប្រកួតឲ្យក្រុម Bayern Munich សូមបញ្ជាក់ថាលោក Gerd Müller ធ្លាប់ឈ្នះជើងឯក FIFA World Cup ឆ្នាំ1974ជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ខាងលិចហើយលោកគឺជាអ្នកទាត់បញ្ចូលទីគ្រាប់ជ័យជំនះឲ្យអាល្លឺម៉ង់ខាងលិចយកឈ្នះហូឡង់ដោយលទ្ធផល2-1នៅវគ្គប្រាច់ព្រាត់ទី11លោក Frank Beckenbauer វីរៈបុរសបាល់ទាត់អាល្លឺម៉ង់រូបនេះធ្លាប់ឈ្នះ Ballon d'Or ចំនួន2លើកដោយលើកទី1នៅឆ្នាំ1972ខណៈលើកទី2លោកឈ្នះវានៅឆ្នាំ1976បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ខាងលិចឈ្នះជើងឯក UEFA Euro ឆ្នាំ1976លោក Frank Beckenbauer គឺជាសមាជិករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ខាងលិចជាមួយនឹងលោក Gerd Müller ដែលឈ្នះ FIFA World Cup ឆ្នាំ1974ខណៈដែលកាលនោះលោកគឺជាប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ខាងលិចទៀតផង